Baជំរាបសួរលោកគ្រូខ្ញុំបាទសុធីអ្នក record ហើយធីមខ្ញុំមានបង Rose មានបង Villa ហើយនឹងមានធីមខ្ញុំច្រើនទៀតខ្ញុំតម្លាក់នៅក្នុងអ្នកពេលដែល submit ទៅលោកគ្រូខ្ញុំនឹងរៀបចំទៅមួយ list ឈ្មោះថាមាន member មានប្រមាណអញ្ចឹងគ្រូបាទអញ្ចឹងនេះខ្ញុំមក review demo ជូនលោកគ្រូតទៅជាមួយនឹងអីដែលយើងបានធ្វើហើយយើងក៏បាន host ហើយដែរតទៅជាមួយ project ហ្នឹងបាទចឹងទីមួយនឹង dashboard ចឹងអត់ទាន់ឃើញថាមាន product យើងមាន product មាន category មាន order មាន user ចឹងទៅ user ដាក់ចោលហើយនឹង static ទេក៏ប៉ុន្តែនេះជា dynamic តទៅមួយ product category មួយ order បាទចឹងមែនតើដូចជា order ខ្ញុំអត់ទាន់បានលុបជាក់ស្ដែងណាលោកគ្រូបាទជាក់ស្ដែង order អត់ត្រូវមានទេដោយសារតែខ្ញុំ testing មុនមិញបាទចឹងយើងមានជា dashboard បែបនេះចឹងដំបូងមុននឹងធ្វើការ order គឺយើងត្រូវ set up តទៅជាមួយ category មុនបាទចឹងគាត់ទៅចូលកន្លែង category ចឹងមកហើយយើងអាច set up add ទៅមួយ category ចឹង category ខ្ញុំយកពី chat ពី AI មកហ្មងបាទយើងមាន beer ខ្ញុំដាក់ category beer មុនចុះបាទហើយថា beer ហ្នឹង available អត់បាទ beer ហ្នឹងជាប្រភេទអីគេយើងអាចដាក់បានមិនដាក់ title ក៏បានដែរយើងដាក់ក៏បានដែរគ្រូ title ហ្នឹងយើងជា optional ទេហើយថា beer ហ្នឹងវា unavailable ឬក៏ available ចឹងខ្ញុំដាក់ available ចុះខ្ញុំចុច add ទៅវាមកខាងក្រោម auto យើងអាចលុបយើងអាច edit ឲ្យបានដូចគ្នាអញ្ចឹងគ្រូអាច edit បានអូកន្លែងនេះដូចជា edit អត់ទាន់បានធ្វើ edit ដូចជាបណ្ដាអាច edit បានបាទ category អត់ទាន់ធ្វើទេមួយទៀតយើងអាច add ទៅជាមួយ category បន្តមួយ mirror បាទmirror យើងអាចដាក់ mirror ចឹងមក available ឬ unavailable យើងចុច add មកចូលទៅគ្រូខាងហ្នឹងបាទអូ sorry គ្រូអានេះដូចជាកែបាននេះគ្រូនៅពេលដែលយើងចុចអានេះកែបានវា get data មកខាងលើបាទអញ្ចឹងអាចកែបានគ្រូខ្ញុំផ្លេចខ្លះហ្នឹងហើយខ្ញុំអាច add ទៅមួយ mail បាទខ្ញុំអាចយើងអត់បានធ្វើឲ្យវា auto refresh ជាក់ស្ដែងនេះខ្ញុំចុចមក dashboard ខ្ញុំមក category មកទៀតខ្ញុំ add ទៀតដាក់ beer បាទ available ចឹងទៅបាទអាចចុច add មកចូលចង់ edit ខ្ញុំគ្រាន់តែចុចអានេះមកវា auto get data មកខាងលើបាន click get data បន្តមកយើងអាចupdate បានគ្រូដោយសារវាអត់មាន form load ចឹងណាបាទយើងអត់បានធ្វើ refresh ហ្នឹងបាទហើយបន្ទាប់ពី add ទៅតមួយ category ហើយខ្ញុំ add ទៅតជាមួយនឹង product បាទអញ្ចឹង product វាមាន product ID ឧទាហរណ៍ខ្ញុំដាក់ថាខ្ញុំដាក់ B001 ចឹងចុះបាទទៅតជាមួយ B ចឹងខ្ញុំដាក់ B បាទអញ្ចឹង add នេះយើង add អូច្រឡំគ្រូអានេះ add product មកបាទ add product ច្រឡំ add order បាទអញ្ចឹង product name អញ្ចឹងខ្ញុំដាក់មកយើង copy មកឧទាហរណ៍ថាខ្ញុំដាក់ថាអង្គរ beer បាទអញ្ចឹងខ្ញុំគាត់ដាក់ copy name and then apply វាមកឧទាហរណ៍ថា$10ចុះបាទនៅក្នុង stock មានប្រមាណឧទាហរណ៍ថាមាន100កេសបាទឧទាហរណ៍ទៅបាទយើងអាចដាក់ title លេខផ្សេងបាទវានៅក្នុង category មួយណាអញ្ចឹង category មានតែពីរទេមានតែ meal ជាមួយនឹង beer អញ្ចឹងវាថា beer អង្គរ beer អញ្ចឹងវានៅក្នុង beer ហ្នឹងបាទជាងអាចដាក់ title មកថា say popular local beers often preferred to the national beers or the Cambodia something like that ចឹងគ្រូអាចដាក់ចូលបានហើយចុច add មកវានឹងចូល auto មកយើងអាចលុបវាអាច edit បានដែរក្នុងនោះបាទអញ្ចឹងមួយទៀតខ្ញុំ add ទៅជាមួយអង្គរ beer បាទខ្ញុំ add យកមកទៅបាទដោយសារគ្រូបាទដឹងដែរចាំបាទគឺនៅក្នុង stock ឧទាហរណ៍200កេសចុះបាទ price ថា$15ចុះវាដូចគ្នាបាទគឺខ្ញុំ add ឲ្យបាន3ចុះបាទអូខេខ្ញុំ add តែ2បានហើយគ្រូហ្នឹងបាទ meal ដូចគ្នា meal ខ្ញុំដាក់អង្គរ meal បាទអឺអង្គរ meal price ខ្ញុំដាក់ថា$15ចុះបាទអូខេ$10ដូចគ្នាចុះបាទនៅក្នុង stock មាន250ពេកឧទាហរណ៍បាទនៅក្នុង category meal បាទយើងដាក់មក Cambodia's first meal manufacturing plant producing fresh meal and daily product is ដាក់បាន and then ចុច click មកវាចូលខាងហ្នឹងទៅបាទបាច់ដាក់ថា Vietnam meal អូខេខ្ញុំដាក់ title មកបាទ description តែនៅក្នុងនេះតម្លៃឧទាហរណ៍ថា$12ឧទាហរណ៍យ៉ា$12$2អូខេនៅក្នុង
stock មាន120k ឧទាហរណ៍ទៅជួយបាទចូលទៅហ្នឹងខ្ញុំអាចនិយាយទៅបានចឹងរាល់នឹងគេ data អង្គមានចុះចឹងវានឹងមកអូតូអាចនិយាយបានអង្គនៅសារ200k ទេឧទាហរណ៍ខ្ញុំអាច update បានចឹងឡើយនេះវា update ពីគ្នាគ្រូចឹងណាបាទអូខេចឹងមានប៉ុណ្ណឹងគ្រូចឹងនៅក្នុងនេះឃើញថាមានតាមាន4មាន category មាន2 order អត់មានទេចឹងឥឡូវខ្ញុំឧទាហរណ៍ខ្ញុំទៅ order ទៅខ្ញុំទៅ create order ខ្ញុំចុចកន្លែង order ណាខ្ញុំចុចកន្លែង order add order and then ខ្ញុំដាក់ទៅថាorder 001 order pending សិនគាត់បាន pay លុយចឹងទៅបាទបន្ទាប់មកយើងដាក់ថាគាត់ទិញយើងដាក់ថា1 2 3ចឹងទៅបាទ pending payment ចឹងទៅpending payment បាទបន្ទាប់មកអាចចុចពីថា add new មក add product ច្រឡំ add new បាទចឹងរើស product គាត់ទិញគេទិញអង្គបៀចំនួនបានថា2កេសអញ្ចឹងទៅបាទប៉ុណ្ណោះយើងទៅ add មកទៀតតែគាត់ទិញអង្គមីលបាទគាត់ទិញកេសគាត់ថែមទៀតអញ្ចឹងមកគាត់ទិញឲ្យគ្រួសារមកកេសទិញផុតខ្លួនឯង2កេសអញ្ចឹងទៅដល់ submit ទៅវាចូលជា order មួយគឺប៉ុណ្ណឹងនៅ pending ចឹងទៅបាទគេមាន barcode មានអីចង់edit ថ្ងៃ edit បានឧទាហរណ៍គាត់ទៅ pay ហើយបាទចឹង success pay យើង edit បន្តិចមក update មក success បាទដូចគ្នាឧទាហរណ៍ថាខ្ញុំមក dashboard នេះខ្ញុំចូលនេះគ្រូមានហើយបាទយើង order មានមួយជួយទៅណាតើខ្ញុំមក create order មួយទៀតហើយខ្ញុំដាក់ថា002អូខេ and then success ជាដាក់ description ហើយហើយខ្ញុំដាក់ថា Cambodia Lakers បាទចំណុច Lakers អូខេមាន Vietnam Mail 3 cache អញ្ចឹងបាទចុច submit មកបាទចឹងយើងចូលទៅប៉ុណ្ណឹងណាបាទនៅវិស័យផ្សេងនេះគ្នាចឹងទៅប៉ុណ្ណឹងបាទចឹងកន្លែងនេះពួកខ្ញុំអត់បានធ្វើឲ្យចេញតម្លៃចេញអីទេនៅក្នុងហ្នឹងបាទបានបុកតម្លៃគាត់តែចេញទៅទិន្នន័យប៉ុណ្ណឹងគ្រូចឹងណាបាទលុបអីបាទអូខេចឹងពីខាងខ្ញុំមានប៉ុណ្ណឹងគ្រូយើងអាចសូមសរុបមកវិញហើយកន្លែង dashboard កន្លែង logo នេះក៏គាត់បានធ្វើវាចេញអីដែរចឹងសរុបមកវិញយើងមាន category បាទយើងអាច add category យើងអាច check category list នៅក្នុងក្រោមនេះអាច edit ឲ្យ update order product ដូចគ្នាបន្ទាប់យើង add category យើងអាច add ទៅតាមជាមួយ product ថា product មួយណានៅក្នុង category មួយណាយើងអាច check ទៅតាមមួយ all product របស់យើង and then យើងអាច add ទៅតាមជាមួយ order ទៅជូន order យើងអាច check ទៅតាមមួយ order list អីផ្សេងៗនៅក្នុង update អីបានហើយអត់ទៅបានធ្វើ filter អត់ទៅបាន analyze ដល់គ្រូតាមហ្នឹងណាបាទយើងជា basic មួយអូខេលោកគ្រូចឹងពី team នោះមានប៉ុណ្ណឹងហើយឡើងយើងអាចចុចមើលចង់បិទអីចង់បិទ cell មើល user អីចឹងណាបាទយើងអាចមើល cell close ជា diagram បែបនេះបាទអូខេចឹងមានប៉ុណ្ណឹងគ្រូអរគុណច្រើន